បាទថ្ងៃមន់ត្រូវញាស់ហើយបាទ21ថ្ងៃចូលមើលបាទញាស់ល្អណាស់បាទអត់មានស្អីទេបាទមកនេះបាទ13កូនញោមដងនេះអត់ស្អុយទេបាទព្រោះដាក់នៅទីទាបបាទដាក់នៅដីអត់ដាក់ខ្ពស់ទេបាទព្រោះនៅប៉ាំងសីវាក្តៅបាទនោះគឺមេបាវាបាទស្អាតហើយបាទមេបាវានេះមុននឹងដាក់កូនបាទខ្ញុំយកចំបើងកន្តិចចំបើងមកក្រាលវាសិនបាទដើម្បីកុំឲ្យវាធ្លាប់ជើងបាទព្រោះកូនមន់ទៅកើតបាទរាយចំបើងវាទៅដើម្បីឲ្យវាស្រួលដើរបាទឲ្យវានៅហ្នឹងបាទកុំឲ្យវាជាប់ជើងការពារកុំឲ្យជាប់ជើងហើយក៏ឲ្យវាកក់ក្ដៅដែរបាទមន់ទៅញ័រយើងក្រាលអញ្ចឹងគឺល្អបាទកុំឲ្យវាជាប់ជើងបាទបន្តមកទៀតខ្ញុំលើកត្រង់បាទលើកកូនមកចាត់បាទដាក់ត្រង់បាទចាត់ត្រង់បាទតបពីក្រាលកាត់ចំបើងហើយបាទមកសំបុកនេះកូនវាញាស់13កូនមកសំបុក13កូនអត់មានស្អុយទេបាទធម្មតាវាមេសបាខ្មៅវាកាត់សខ្លះខ្មៅខ្លះបាទកូនវា13បាទកូនល្អដែរបាទវាចឹងទៅបាទដើម្បីការពារដើម្បីជាប់ជើងបាទបងប្អូនមើលបាទញាស់ល្អណាស់បាទអត់មានស្អុយទេបាទពងអត់មានស្អុយអត់មានខាសទេបាទព្រោះខ្ញុំដាក់ឲ្យវាក្រាប់នៅដីបាទឲ្យឆ្ងាយពីប៉ាំងសីបាទកូនមន់ទៅកើតបាទ21ថ្ងៃញាស់ហើយបាទ21ថ្ងៃបាទកាត់ទៅមេវាសបាទខ្មៅកាត់ទៅបាវាបាទល្អបាទពេលដាក់កូនមន់ក្នុងទ្រុងហើយបន្តមកខ្ញុំដាក់ទឹកឲ្យវាផឹកព្រោះវាទៅងើបពីសំបុកបាទមន់នឹងក្តៅចឹងហើយមន់នឹងត្រូវការទឹកផឹកបាទទាំងកូនទាំងមេបាទព្រោះខែហ្នឹងខែក្តៅដែរបាទកូនល្អបាទ